តាំងពីពេលហ្នឹងមកគឺខ្ញុំកម្រចូលបន្ទប់តាក់កម្រមែនទេអ្នកដែលគាត់មានពិការភាពគាត់កាន់តែមានអារម្មណ៍មួយថាកាន់តែផាត់គាត់ចោលយើងជាវិស្វករហើយយើង design ប្លង់អីមួយត្រូវសិក្សាជាមួយនឹងសហគមន៍នឹងដូចគ្នាគាត់មានបញ្ហាប្រឈមអីគេខ្លះពីការប្រែប្រួលអាកាសធាតុទាំងអស់នឹងឯងតួនាទីជាអ្នកដឹកនាំប៉ុន្តែការសម្រេចចិត្តគឺគាត់អត់អាចសម្រេចចិត្តបានយើងអត់អាចបង្កើតសង្គមនឹងដែលមានភាពចម្រុះបានទេមានសំណួរមួយដែលបងតែងតែចោទសួរនៅក្នុងកម្មវិធីយើងនិយាយពីស្ត្រីភាគច្រើនប៉ុន្តែចុះបរោះហ៎ហើយនេះក៏យើងអត់លើកកម្ពស់គាត់ផងសូមស្វាគមន៍មកកាន់ Link Highlight Podcast ដែលជា podcast series ដែលនិយាយពីភាពដឹកនាំរបស់ស្ត្រីនៅក្នុងសកម្មភាពអាកាសធាតុហើយក៏សូមស្វាគមន៍មកកាន់ episode ទី2ជាមួយចលនាទម្លុះចឹងថ្ងៃនេះជួបជាមួយនាងខ្ញុំឆៃលីមដែលជាសមាជិករបស់ចលនាទម្លុះហើយខ្ញុំក៏ជា host សម្រាប់ podcast ទី2នេះផងដែរដែលនឹងនិយាយអំពីសម្លេងចម្រុះរបស់ស្ត្រីមកពីសហគមន៍ផ្សេងៗគ្នាហើយនៅក្នុងនោះយើងក៏មានជជែកតាក់ទងអំពីការរួមបញ្ចូលនៃគម្លាតរវាងបញ្ហាអាកាសធាតុជាមួយនឹងបរិយាបន្នផងដែរដែលយើងនឹងលើកឡើងពីទស្សនៈរបស់ស្ត្រីវ័យក្មេងដែលជាអ្នកដឹកនាំសហគមន៍អញ្ចឹងសម្រាប់អេពីសូតនេះយើងមានភ្ញៀវពិសេស2រូបគឺបងពេជ្រនិងបងថារីជំរាបសួរបងជំរាបសួរចាអញ្ចឹងជាការចាប់ផ្ដើមបងចង់ឲ្យពួកបងចូលជួយណែនាំខ្លួនដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្គាល់ពីបងអូខេជំរាបសួរខ្ញុំឈ្មោះឈឿនស្រីពេជ្របច្ចុប្បន្នជាសហស្ថាបនិកមួយរូបក្នុងចំណោម11រូបរបស់ក្រុមចលនាទម្លុះហើយក៏តំណាងឲ្យជនដែលមានពិការភាពនៅសហគមន៍ផងដែរចា៎ចាជំរាបសួរបងឈ្មោះថារីហើយអរគុណច្រើនដែលមានវត្តមានបងនៅថ្ងៃនេះអញ្ចឹងណាហើយសួស្ដីបងពេជ្រដែរចាជំរាបសួរបងជាស្ថាបនិកមួយរូបមកពីក្រុមហ៊ុនស៊ូត្រេនដែលក្រុមហ៊ុនរបស់យើងគឺជាសក្តិស្ត្រីបង្កើតឡើងហើយយើងធ្វើទៅលើវិស័យវិស្វកម្មបរិស្ថានចាចឹងអរគុណបងសម្រាប់ការណែនាំខ្លួនចឹងមុនពេលដែលយើងចូលឲ្យកាន់តែស៊ីជម្រៅតាក់ទងពីប្រធានបទដែលយើងនឹងនិយាយថ្ងៃនេះបងអូនមានជាសំណួរខ្លីមួយសម្រាប់សួរទៅកាន់បងទាំងពីរនៅពេលដែលបងឮពាក្យថាសមភាពតើបងនឹកឃើញដល់អ្វីមុនគេបងអូនចង់ឲ្យបងលើកឡើងពាក្យចំនួន3ហើយអាចបញ្ជាក់ប្រាប់បងអូនក៏ដូចជាទស្សនិកជនយើងផងថាហេតុអីបានជាបងលើកពាក្យចំនួន3ហ្នឹងមកអូខេបើសម្រាប់បងហ្មងតើតើជាមួយនឹងពាក្យសមភាពដូចជាពាក្យដូចគ្នាស្មើគ្នាស៊ីគ្នាចាមូលហេតុដែលបងលើកពាក្យទាំង3ហ្នឹងពីព្រោះជាក់ស្ដែងហ្មងដូចមុនពេលចូលរួមកម្មវិធីគឺបងរៀងទាពេលតែដល់ពេលហើយអញ្ចឹងទៅដើម្បីឲ្យអាចថាអង្គុយរៀងខ្ពស់ក្រុមការងារគាត់យកពូកហ្នឹងគាត់យកមកឲ្យខ្ញុំអង្គុយអញ្ចឹងទៅបន្តមកធ្វើឲ្យអាចថាចូលរួមបានដោយមានភាពស្មើគ្នាសមធម៌ចាជួយចំណែកបងថារីវិញបងតាមពិតនៅពេលដែលបងពេជ្របានចែកម្លែកមិញហ្នឹងក៏ស្រៀងអីដែលបងបានចង់ចែកម្លែកដែរពីបងទៅបងចង់ចែកម្លែកថានៅក្នុងពាក្យដែលយើងប្រើពាក្យសមាសភាពឬក៏សមភាព gender គឺបងផ្ដោតសំខាន់ទៅលើបន្ថែមពាក្យថាយើងមានសិទ្ធិទី1គឺការដែលមានសិទ្ធិស្មើគ្នានឹងឯងគឺទី2គឺយើងផ្ដោតភាពឲ្យមានភាពស៊ីចង្វាក់គ្នាចុងក្រោយហ្នឹងគឺខ្ញុំគិតថាយើងនឹងអាចប្រើពាក្យមួយទៀតដែលយើងអត់ទុកនរណាម្នាក់ចោលទេចាអញ្ចឹង3 clear ដែលបងផ្ដោតទៅក្នុងហ្នឹងគឺចូលរួមនៅក្នុងនៃហ្នឹងឯងចាបន្ថែមចឹងមើលទៅពាក្យដែលមានជាការលេចធ្លោទៅដូចជាបងអូនឃើញពីមុំពេជ្រក៏ដូចជាបងគឺពាក្យថាស្មើភាគច្រើនដោយសារតែពាក្យនេះបកមកចំក៏មានន័យថាជាការស្មើគ្នាដែរចឹងអញនិយាយថាយើងនឹងចូលទៅកាន់ question សំណួរដែលយើងពាក់ព័ន្ធអំពីប្រធានបទថ្ងៃនេះតែម្ដងចឹងបងអូនមានសំណួរមួយសម្រាប់បងពេជ្រដោយសារតែបងផ្ទាល់បងជាជនដែលមានពិការភាពអញ្ចឹងតើបងគិតថាការប្រែប្រួលអាកាសធាតុហ្នឹងប៉ះពាល់ដល់បងមិនដែរហើយតើប៉ះពាល់ដល់សហគមន៍បងមិនដែរបងចាអូនសំណួរល្អជាតើតើជាមួយនឹងផលប៉ះពាល់បើសម្រាប់បងវិញមករយៈហ្នឹងអាកាសធាតុក្តៅខ្លាំងអញ្ចឹងនៅពេលដែលធ្វើដំណើរទៅបើសិនជាករណីយើងអត់បានពាក់អាវឬមួយក៏យើងអត់បានពាក់អាវដៃវែងអីចឹងណាអាកាសធាតុក្តៅខ្លាំងហ្មងបងធ្វើឲ្យរលាកស្បែកហ្នឹងឡើងក្រហមអីចឹងទៅអាហ្នឹងមួយវិញទៀតពេលខ្លះមេឃភ្លៀងមកភ្លៀងហ្មងចាពេលចឹងទៅយើងអត់បានត្រៀមអីទុក
ដូចជាអាវភ្លៀងអីចឹងទៅធ្វើយើងងាយប្រឈមនឹងការផ្ដាសាយហើយខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងមួយកាលពី3អាទិត្យមុនមេឃភ្លៀងដល់ពេលចេះដល់ខ្ញុំជិះម៉ូតូហើយសំមិនសូវជាមានខ្លាំងផងហើយម៉ូតូហ្នឹងយើងផ្លូវដែលយើងត្រូវទៅហ្នឹងវារៀងឡើងចោលបន្តិចដែរដល់ពេលអញ្ចឹងទៅពេលមេឃភ្លៀងមកវាអញ្ចឹងបើសិនជាករណីយើងពេលហ្នឹងអត់ប្រុងប្រយ័ត្នអាចនឹងធ្វើឲ្យមានបញ្ហាគ្រោះថ្នាក់អាហ្នឹងសម្រាប់ខ្ញុំផ្ទាល់ហ្មងហើយបើសម្រាប់នៅក្នុងសហគមន៍ដែលតេតូនជាមួយនឹងអ្នកដែលមានពិការភាពផ្សេងទៀតខ្ញុំជឿថាគាត់អាចនឹងរងនៅផលប៉ះពាល់ច្រើនជាងខ្ញុំក៏ថាបានពីព្រោះដោយសារតែពេលខ្លះបងខ្លះគាត់ប្រកបមុខរបរអាជីវកម្មរបស់គាត់អីចឹងទៅដល់ពេលចឹងទៅគាត់ប្រឈមនឹងបញ្ហាទាំងអស់ហ្នឹងពាក់ព័ន្ធជាមួយនឹងអាកាសធាតុប្រែប្រួលដោយអត់ព្រៀងទុកចា៎អញ្ចឹងគ្រាន់តែរឿងអាកាសធាតុប្រែប្រួលមួយធ្វើឲ្យមានផលប៉ះពាល់ច្រើនមែនតើអាចនិយាយថាជាច្រើនសហគមន៍ហើយក្នុងនោះក៏រួមបញ្ចូលទាំងសហគមន៍បងដែរអញ្ចឹងចង់សួរទៅកាន់បងថារីវិញបងគិតមិនដែរនៅក្នុងនាមបងជាអ្នកធ្វើការតាក់ទងបែបបរិស្ថានអាចហៅបងថាជាស្ត្រីវិស្វករផ្នែកបរិស្ថានបងគិតមិនដែរចំពោះបញ្ហាហ្នឹងតើបងយល់ឃើញដូចបងពេជ្រដែរឬក៏បងមានជួបផលវិបាកអីផ្ទាល់ខ្លួនហើយបងគិតថាមានឥទ្ធិពលអត់ល្អមិនដែរដល់សហគមន៍យើងឥឡូវអាកាសធាតុមានការប្រែប្រួលមានក្តៅភ្លៀងអីក៏អត់ទៀងទាត់ដែរអញ្ចឹងខ្ញុំគិតថាមិនមែនតែយើងម្នាក់ឯងទាំងពិភពលោកទាំងមូលហ្មងគឺមានការជួបប្រទះពីរឿងការប្រែប្រួលអាកាសធាតុនឹងច្រើនហើយបើយើងនិយាយពីបញ្ហាបរិស្ថានវិញរឹតតែមានបញ្ហាប្រឈមជាក់ស្ដែងទៅទៀតឧទាហរណ៍ថាដូចនៅក្នុងវិស័យដែលខ្ញុំកំពុងតែធ្វើការពេលបច្ចុប្បន្នគឺយើងធ្វើការទៅលើវិស័យបរិស្ថានអញ្ចឹងក្នុងនោះមានការប្រែប្រួលទៅលើសម្រាមបញ្ហារឿងទឹកកខ្វក់បញ្ហារឿងកម្មពលខ្យល់អីផ្សេងអញ្ចឹងទាំងអស់ហ្នឹងហើយដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុជារួមបន្ថែមនៅសកម្មភាពរបស់មនុស្សយើងជាក់ស្ដែងណាចាប៉ិនពីបងទៅភាពជាក់ស្ដែងនៅការប្រែប្រួលអាកាសធាតុទៅក្នុងវិស័យវាស់វិញដែលយើងនិយាយថាជាវិស័យទឹកស្អាតនិងអនាម័យនៅជនបទជាពិសេសណាយើងឃើញចាប់អារម្មណ៍ថាពីមុនយើងសម្បូរទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងវស្សាអីមានគ្រប់ទាំងអស់ហ្មងប៉ុន្តែពេលបច្ចុប្បន្នគឺអត់មានការខ្វះខាតនៅក្នុងរដូវប្រាំងជាពិសេសនៅក្នុងពេលខែ4ខែ5នេះឯងយើងឃើញថាយើងចាប់ផ្ដើមបាត់បង់ទឹកឯងអញ្ចឹងទឹកដែលយើងបាត់បង់ហ្នឹងភាសាបច្ចេកទេសហៅថា water security ប៉ុន្តែនៅក្នុង term ដែលយើងឃើញថៃបានវាបាត់បង់ហ្នឹងគឺដោយសារវាមានរំហួតក្នុងការប្រែប្រួលអាកាសធាតុនេះឯងហើយការប្រែប្រួលមួយចំនួនគឺផ្ដើមចេញពីសហគមន៍នៅក្នុងជនបទក៏ដូចគ្នាដែរគឺគាត់មានការប្រឈមច្រើនហើយបើសិនជាដំណោះស្រាយពីពួកបងទៅជាអ្នកវិស្វករបរិស្ថានឬក៏ជាអ្នកជំនាញនឹងផ្ទាល់ក៏យើងឃើញមានការប្រឈមច្រើននៅក្នុងជនបទដែរនៅក្នុងវិស័យទឹកស្អាតនិងអនាម័យពេលដែលពួកយើងចុះទៅសិក្សាគម្រោងអីផ្សេងនៅក្នុងសហគមន៍ណាយើងឃើញថាផ្នែកមែនតែនពីមួយឆ្នាំទៅមួយឆ្នាំហើយពីតំបន់មួយទៅតំបន់មួយគឺមានការប្រែប្រួលច្រើនបងលើកឧទាហរណ៍តំបន់2 3ដែលបងធ្វើការពេលបច្ចុប្បន្នគឺនៅក្នុងតំបន់សហគមន៍បដែតទឹកទន្លេសាបយើងហ្នឹងចាអញ្ចឹងវិស័យទឹកស្អាតនិងអនាម័យដែលយើងឃើញថាកំពុងតែមានការប្រឈមជាក់ស្ដែងដោយសារពួកគាត់រស់នៅក្នុងបរិបទមួយដែលគេហៅថាបរិបទបញ្ហាប្រឈមអនាម័យភាសាបច្ចេកទេសអង់គ្លេសហៅថា sanitation challenging environment ដោយសារសកម្មភាពបរិស្ថាននឹងឯងសហគ្រាសការប្រែប្រួលអាកាសធាតុនឹងឯងដែលធ្វើឲ្យគាត់អត់អាចទទួលបានទឹកស្អាតនិងអនាម័យគ្រប់គ្រាន់គាត់អត់អាចទទួលបានសេវាកម្មដែលប្រគុណឬក៏បន្ទប់ទឹកអនាម័យគឺអត់មានប្រើហ្មងអញ្ចឹងឃើញយើងឃើញថាវាខ្វះខាតមែនតើអញ្ចឹងណាចាហើយផ្សេងទៀតគឺតំបន់នៅជុំវិញដែលគម្រោងថ្មីនេះគឺនៅតំបន់ឆ្នេរដែលនៅក្នុងតំបន់ឆ្នេរយើងជាទូទៅយើងចាប់អារម្មណ៍ថាយើងចង់ទៅលេងសមុទ្រយើងចង់ទៅលេងបរិស្ថានប៉ុន្តែភាពជាក់ស្ដែងឧទាហរណ៍ថាបើមានការបំពុលទឹកកខ្វក់ចូលទៅក្នុងសមុទ្រតែយើងហ៊ានលេងហ៊ានប្រើប្រាស់ហ៎អញ្ចឹងណាហើយបើមានសម្រាមចូលទៅតែយើងយល់មកចំពោះការប្រែប្រួលអាកាសធាតុនៅតំបន់ហ្នឹងណាហើយការប្រែប្រួលអាកាសធាតុហ្នឹងដូចគ្នានៅពេលដែលយើងសិក្សាពីគុណភាពទឹកសមុទ្រគុណភាពទឹកទន្លេក៏ដោយ
គឺប្រែប្រួលមែនតើពីមួយឆ្នាំទៅមួយឆ្នាំហើយភាពជាក់ស្ដែងទៅនៅក្នុងសមុទ្របើយើងនិយាយពីការប្រែប្រួលអាកាសធាតុនៅក្នុងសីតុណ្ហភាពកាន់តែកើនគឺវានឹងធ្វើឲ្យបាត់បង់នៅជីវៈចម្រុះក្នុងសមុទ្រ biodiversity នៅក្នុងសមុទ្រហ្នឹងក៏បាត់បង់ទៅតាមនឹងដូចគ្នាចា៎ ចាចឹងដូចដែលបងបានលើកឡើងចឹងតកតងពីផលប៉ះពាល់ច្រើនមែនតើដូចដែលបងបានសួរគឺសួរភាគច័ន្ទតកតងពីបងហើយជាពិសេសគឺយើង specific យើងផ្ដោតសំខាន់ទៅលើមនុស្សតែតាមពិតដូចដែលបងលើកឡើងចឹងសំបីតាភេរវៈរស់នៅក្នុងសមុទ្រឬក៏សត្វផ្សេងៗក៏រងផលប៉ះពាល់ដែរចឹងបានន័យថាវាជាបញ្ហាមួយដែលគួរឲ្យកត់សម្គាល់ខ្លាំងចឹងអាចនិយាយថាបងក៏មានសំណួរបន្ថែមដែលចង់ផ្ដោតទៅលើបងពេជ្រម្ដងបងចង់ដឹងថាតកតងអំពីការបម្រែបម្រួលអាកាសធាតុហ្នឹងដូចដែលយើងបានលើកឡើងថាវាប៉ះពាល់ហើយប៉ះពាល់ច្រើនទៀតអញ្ចឹងតាមការគិតបងយល់ឃើញមិនដែរបងគិតថាតើ gender និងពិការភាពមានភាពប្រសពបែបម៉េចទៅលើបញ្ហាអាកាសធាតុដែលយើងបានលើកឡើងនិងនិយាយគ្នាតាំងពីដើមរហូតដល់ពេលនេះ ចាអូនអរគុណច្រើនសម្រាប់សំណួរសម្រាប់បងវិញចំពោះចំណុចហ្នឹងបងគិតថាគឺជារឿងមួយដ៏សំខាន់ជាពិសេសគឺសំខាន់បំផុតនោះគឺសម្រាប់អ្នកដែលមានពិការភាពនៅពេលដែលបំរុងអាកាសធាតុហើយកើតឡើងជាក់ស្ដែងបងលើកឧទាហរណ៍បងហ្មងកាលពីឆ្នាំ2002ពេលហ្នឹងបងត្រូវបានផ្លាស់ទីលំនៅពីភូមិមួយមកភូមិមួយតែចេកដុនអីនៅភូមិហ្នឹងគឺខ្សត់ទឹកមុនដំបូងគឺដោយសារតែប្រព័ន្ធធារាសាស្ត្រតកតងជាមួយនឹងទឹកអីហ្នឹងគឺអត់ទាន់មានទឹកស្អាតទឹកអីទេដល់ពេលអញ្ចឹងទៅចង់មិនចង់យើងត្រូវទិញទឹកគេហើយមួយវិញទៀតយើងអាចបូមទឹកពីអាហ្នឹងបែបលក្ខណៈជាស្រះហ៎បង ចា ស្រះនៅរៀងឆ្ងាយពីផ្ទះដែរដល់ពេលអញ្ចឹងពេលហ្នឹងនៅពេលដែលកម្លាំងមនុស្សប្រុសគាត់នៅអាហ្នឹងអត់អីទេគ្រប់យ៉ាងគឺងាយស្រួលប៉ុន្តែនៅពេលដែលពេលហ្នឹងពុកគាត់ទៅធ្វើការបានបងផោគាត់ទៅរៀនអញ្ចឹងក្នុងនាមជាស្ត្រីម្នាក់ដែលជាត្រូវជាម្ដាយរបស់ខ្ញុំហ្នឹងគឺគាត់ត្រូវទៅដងទឹកនៅកន្លែងស្រះហ្នឹងហើយយកមកហើយសាកសម័យមើលក្នុងនាមគាត់ជាស្ត្រីហើយគាត់ទៅដងទឹកហ្នឹងយកមកហើយដាំស្លហើយវាឆ្លៀតពេលនឹងដែរគឺគាត់នៅមើលខ្ញុំទៀតដែលកំឡុងពេលហ្នឹងគឺខ្ញុំមានពិការភាពបែបលក្ខណៈថាអត់សូវរឹងមាំដូចឥឡូវទេចា៎ហើយពេលយើងផ្លាស់ប្ដូរផ្ទះមកថ្មីតើតើជាមួយនឹងការធ្វើបន្ទប់ទឹកអីក៏អត់តបង្កលក្ខណៈងាយស្រួលដែរហើយបើសម្រាប់ខ្ញុំមានពិការភាពហ្មងបន្ទប់ទឹកដែរអត់តបង្កលក្ខណៈងាយស្រួលហើយពេលណាចង់ចូលបន្ទប់ទឹកម្ដងត្រូវការឲ្យគាត់ដងទឹកមកកធន់ដាក់នៅបន្ទប់ទឹកហ្នឹងចឹងខ្ញុំធ្លាប់មានរឿងមួយនៅពេលហ្នឹងអ្នកតែខ្ញុំក៏អត់នៅទេដល់ពេលចឹងទៅខ្ញុំមិននៅម្នាក់ឯងនៅពេលចូលបន្ទប់ទឹកម្ដងហើយពីងទឹកហ្នឹងក៏វានៅរៀងបែបលក្ខណៈពីងពេលជំនាន់ហ្នឹងគឺគេប្រើពីងធំមកហើយខ្ញុំមានថាអត់ចឹងទៅដងទឹកនៅហ្នឹងអត់បានទេចឹងវាធ្វើឲ្យប៉ះពាល់ដល់សុខភាពមែនទែនហ្នឹងកត្តាមួយហើយខ្ញុំចាំបានថាកត្តាមួយទៀតពេលហ្នឹងខ្ញុំរៀនថ្នាក់ទី3ពេលហ្នឹងប្រហែលជាបងដែលគាត់ធ្លាប់ស្គាល់ខ្ញុំហើយជាគាត់តែងតែឆ្ងល់អីថាហេតុអីបានជាខ្ញុំអត់សូវចូលបន្ទប់ទឹកមូលហេតុហ្នឹងរឿងហ្នឹងគឺជារឿងមួយដែលខ្ញុំធ្វើឲ្យខ្ញុំចង់ចាំរហូតមកដល់ឥឡូវហ្នឹងហ្មងហើយកម្រខ្ញុំនិយាយពេលហ្នឹងនៅកន្លែងសាលារៀនហ្នឹងគឺតើតើជាមួយបន្ទប់ទឹកចាអត់បានបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកមានពិការភាពទេប្រពន្ធបញ្ញាបានទេបងកាលហ្នឹងចាបងចាហើយទឹកស្អាតក៏មិនសូវមានដែរហើយចៃដន្យអីដោយសារតែការយល់ដឹងតកតងមួយពិការភាពនៅមានកម្រិតផងទៅធ្វើឲ្យខ្ញុំចូលបន្ទប់ទឹកហ្នឹងខ្ញុំអត់មានបែបលក្ខណៈទឹកស្អាតអីប្រើប្រាស់អីចឹងទៅហើយក៏ដល់ពេលតាំងពីពេលហ្នឹងមកក៏ខ្ញុំកម្រចូលបន្ទប់ទឹកហ្នឹងលើកលែងតែញ៉ាំអីអត់ស្រួលតែកម្រមែនតើហើយវាជាបទពិសោធន៍មួយសម្រាប់ខ្ញុំហើយបើឆ្លុះបញ្ចាំងមកវិញអ្នកដែលមានពិការភាពនៅតាមសហគមន៍ខ្ញុំគិតថាគាត់អាចនឹងមានផលលំបាកច្រើនជាងខ្ញុំទៀតក៏ថាបានព្រោះដោយសារតែសហគមន៍មួយចំនួនគឺអត់ទាន់
ហេដ្ឋារចនាសម្ព័ន្ធហ្នឹងគឺអត់ទាន់ធ្វើទៅដល់ហ្នឹងទេអញ្ចឹងក្នុងនាមគាត់ជាស្ត្រីហើយមានពិការភាពទៀតគឺគាត់ប្រឈមមុខមែនតើនៅក្នុងការឆ្លងនៅជំងឺផ្សេងអញ្ចឹងទៅដែលបង្កឡើងដោយការរងនៅទឹកជំនន់ការខ្វះនៅទឹកស្អាតនៅក្នុងការប្រើប្រាស់ហើយគួបផ្សំពេលខ្លះគាត់មករដូវអីវិញទៀតហ្នឹងគឺកាន់តែប្រឈមមុខអាចប៉ះពាល់ទៅដល់សុខភាពរបស់គាត់ហើយអាចធ្វើឲ្យគាត់ពិបាកនៅក្នុងការទទួលបានបបណាហេតុអីបានជាខ្ញុំនិយាយទៅដល់ចំណុចហ្នឹងព្រោះដោយសារធម្មតានៅពេលដែលគាត់ប្រឈមនឹងការឆ្លងជំងឺអីផ្សេងធ្វើឲ្យសុខភាពគាត់ខ្សោយអញ្ចឹងអាចនឹងប្រឈមនឹងបែបហ្នឹងបានចា៎ពិសេសជំងឺរោគស្ត្រីផ្សេងទៀតណាបងជំងឺផ្សេងមកអញ្ចឹងទៅទាំងអស់ហ្នឹងគឺជាកត្តាមួយដែលយើងត្រូវតែយកចិត្តទុកដាក់ចាចង់ស្ដាប់ឲ្យឡើងជួបបងដោយការនិយាយពីបទពិសោធន៍តខ្លួនរបស់បងដល់ពេលអញ្ចឹងទៅធ្វើឲ្យអ្នកស្ដាប់រួមទាំងខ្ញុំហើយនិងបងធារីស្ដាប់មកមានអារម្មណ៍ថាឆ្លោះប្រចាំងឃើញខ្លាំងមែនទែនថាគ្រាន់តែប្រែប្រួលអាកាសធាតុសោះប៉ះពាល់ខ្លាំងយ៉ាងហ្នឹងហើយអាចបើនិយាយមែនតើទៅមិនមែនតែបងទេសំបីខ្ញុំគិតថាខ្ញុំខ្លួនឯងក៏ធ្លាប់ជួបរឿងបែបហ្នឹងដែរគឺពិបាកនៅក្នុងការស្វែងរកទឹកស្អាតប្រើដោយសារតែបញ្ហាអាកាសធាតុអីចឹងដោយសារតែបងលើកឡើងច្រើនតាក់ទងអំពីបទពិសោធន៍បងថាបងពិបាកអញ្ចឹងនៅធម្មតានៅពេលដែលយើងពិបាកយើងតែងតែចង់ធ្វើឲ្យមានការផ្លាស់ប្ដូរឯត្រូវអត់បងអញ្ចឹងបងក៏ជាស្ត្រីម្នាក់ដែលបានចូលរួមនៅសកម្មភាពច្រើនហើយក៏ដូចជាសកម្មភាពតាក់ទងអំពីអាកាសធាតុអីចឹងដែរអញ្ចឹងបងចង់ដឹងពីបងថាបងធ្លាប់ជួបឧបសគ្គអីខ្លះនៅពេលដែលបងចូលរួមសកម្មភាពអាកាសធាតុបែបហ្នឹងនៅពេលដែលបងចង់ធ្វើឲ្យវាមានការផ្លាស់ប្ដូរនៅអីដែលបងធ្លាប់ជួបថាប៉ាប៉ាអីចឹងយកអត់ចង់ឲ្យអ្នកក្រោយមកទៀតគាត់ប៉ាប៉ាអីអញ្ចឹងបងមានឧបសគ្គអីហើយបងគិតថាអាចនឹងមានជា suggestion អីដែលបងគិតថានឹងធ្វើឲ្យការចូលរួមរបស់បងដែលជាជនមានពិការភាពកាន់តែងាយស្រួលអរគុណសម្រាប់សំណួរនេះកាន់តែសំខាន់ព្រោះហេតុផលដែលខ្ញុំថាសំខាន់ពីព្រោះគឺជាអាចនិយាយបានថាវាជាភាពចម្រុះមួយរវាងអ្នកដែលមានពិការភាពហើយនិងអ្នកដែលអត់មានពិការភាពមិនថាគាត់ជាស្ត្រីមិនថាគាត់ជាបុរសទេគឺគាត់ត្រូវបានចូលរួមនៅក្នុងសកម្មភាពនឹងរួមគ្នាខ្ញុំសូមលើកពីបញ្ហារបស់ខ្លួនឯងជួបប្រទះមុនបន្ទាប់មកចាំខ្ញុំលើកបន្ថែមតើតើជាមួយនឹងខ្ញុំផ្ទាល់នៅពេលដែលខ្ញុំចូលរួមនៅក្នុងសង្គមក៏ដូចជាចូលរួមនៅក្នុងកម្មវិធីអីផ្សេងអាចថាវាជាអំណោយផលមួយសម្រាប់ខ្ញុំដែរដោយសារខ្ញុំទូចល្អិតដល់ពេលអញ្ចឹងទៅណាមកណាបើថាកន្លែងណាអត់សូវបង្កលក្ខណៈងាយស្រួលអញ្ចឹងទៅមានក្រុមការងារឬមួយក៏បងប្អូនគាត់ជួយលើកជួយបីអីចឹងទៅអាហ្នឹងវាងាយស្រួលសម្រាប់ខ្ញុំប៉ុន្តែបើសិនជាសម្រាប់អ្នកដែលមានពិការភាពតែគាត់អាចថាពេលខ្លះគាត់មានគីឡូរាងធ្ងន់បន្តិចអញ្ចឹងហើយពេលខ្លះគាត់មានពិការភាពបែបលក្ខណៈធ្ងន់ជាងខ្ញុំតែខាត់គឺគាត់ត្រូវការជំនួយការដើម្បីជួយសម្របសម្រួលគាត់ហើយជំនួយការអាចថាអាស្រ័យទៅលើប្រភេទពិការភាពរបស់គាត់ទៀតហើយជាបទពិសោធន៍ដែលខ្ញុំធ្វើការជាមួយនឹងបងដែលមានពិការភាពធ្ងន់ជាងខ្ញុំអាចនិយាយបានថាគាត់ធ្ងន់ជាងខ្ញុំចាស់ព្រោះដោយសារតែពេលចូលរួមកម្មវិធីឬមួយក៏អីសម្រាប់អ្នកដែលមានពិការភាពបែបលក្ខណៈថាគាត់ពិបាកនៅក្នុងការបម្លាស់ទីពីរទេះទៅកន្លែងផ្សេងទៀតគឺគាត់ត្រូវការជំនួយការចាំ3គាត់ហើយបើគាត់ជិះធម្មជាតិបាយធ្វើដំណើរក៏មានលក្ខណៈថារៀងថ្លៃជាងគេដែរថ្លៃជាងគេហេតុផលព្រោះដោយសារតែទី1បើដូចខ្ញុំវិញខ្ញុំទៅណាមកណាខ្ញុំអាចមានអ្នក3ខ្ញុំដាក់លើ pass up គ្រប់យ៉ាងគឺអូខេទៅដល់ទីតាំងហើយតែបើសម្រាប់អ្នកដែលមានពិការភាពធ្ងន់ធ្ងរត្រូវមានឡានមួយដែលឡាននឹងមានជំរាសម្រាប់គាត់ព្រោះដោយសារតែគាត់បំលាស់ទីពីអាទិរបស់គាត់ទៅកន្លែងផ្សេងអត់កើតទេគាត់ទៅណាមកណាគឺដោយសារតែប្រើរទេះអគ្គិសនីនឹងឯងអញ្ចឹងអាទិរបស់គាត់ក៏អត់អាចបត់បានដែរអញ្ចឹងតម្រូវឲ្យគាត់ជិះឡានដែលបង្កលក្ខណៈងាយស្រួលអញ្ចឹងវាជាកត្តាមួយដែលអ្នករៀបចំកម្មវិធីមួយចំនួនគឺគាត់គិតថាពេលខ្លះគាត់ចង់ផ្ដល់ឱកាសឲ្យប៉ុន្តែដោយសារតែគម្រោងរបស់គាត់
ថាវិការបន្តិចដល់ពេលចឹងទៅអាចធ្វើឲ្យងាកនៃគម្រោងហ្នឹងទៅយកអ្នកដែលមានពិការភាពរៀងស្រាអីចឹងទៅអញ្ចឹងធ្វើឲ្យអ្នកដែលគាត់មានពិការភាពរៀងធ្ងន់ហ្នឹងគាត់កាន់តែមានអារម្មណ៍មួយថាកាន់តែផាត់គាត់ចោល កាន់តែបាត់បង់ឱកាស កាន់តែបាត់បង់ឱកាស គុំណាបង ចាបងចាព្រោះធម្មតានៅពេលដែលគាត់មកទី1ត្រូវចំណាយតើតើជាមួយនឹងមនុស្សម្នាក់អាចថាជាជាមួយការរបស់គាត់ក្នុងការឲ្យគាត់មកជួយសម្រាប់សម្រួលទី2គាត់ត្រូវមានឡានដែលបង្កលក្ខណៈងាយស្រួលសម្រាប់គាត់អញ្ចឹងយើងត្រូវមានថ្លៃសាំងឲ្យគាត់ចាអានឹងជាមួយវិញទៀតហើយមួយវិញទៀតតើតើជាមួយនឹងពួកគាត់នៅពេលដែលគាត់ចូលរួមពេលខ្លះបើជជែកខ្លាំងពេកក៏គាត់ពិបាកនៅក្នុងការចូលរួមដែរអញ្ចឹងយើងអត់អាចកំណត់បានថាតម្រូវឲ្យគាត់អង្គុយចាប់កម្មវិធីឯងពេលខ្លះគាត់អាចនឹងគេងជជែកជាមួយយើងពេលខ្លះគាត់អាចនឹងអាចថាគាត់អង្គុយអត់កើតអីចឹងទៅប្រជុំអីមួយចំនួនគឺគាត់ធ្វើតាមហ្នឹងចាហើយបើអាកាសធាតុក្តៅខ្លាំងគឺតម្រូវឲ្យគាត់មានដបទឹកមួយបាញ់រហូតបាញ់លើខ្លួនគាត់រហូតដើម្បីឲ្យសមស្របទៅនឹងហ្នឹងគឺជាការផ្ដល់ឱកាសមួយដែលខ្ញុំសង្កេតឃើញតាំងពីខ្ញុំហើយចូលប្លុកនៅវិស័យពិការភាពមកដូចជាអត់សូវមានអ្នករៀបចំកម្មវិធីបែបហ្នឹងដែលផ្ដល់ឱកាសឲ្យគាត់ទេចាហើយពេលខ្លះខ្ញុំទទួលបានឱកាសទទួលបានព័ត៌មានពីគាត់ចាស់ស្ដែងដូចក្រុម breakthrough របស់ពួកយើងហ្នឹងធ្លាប់បានបង្កើត event មួយបែបលក្ខណៈថាប្រចាំងរឿងខ្លីចាហើយគាត់ក៏អញ្ជើញពួកគាត់មកដល់ពេលអញ្ជើញពួកគាត់មកស្ដាប់នៅមតិរបស់ពួកគាត់ក្រោយពីបានស្ដាប់ហើយមានអារម្មណ៍ថារំភើបមែនតើពួកគាត់និយាយថាគាត់អត់ដែលបានចូលរួមកម្មវិធីបែបហ្នឹងពីមុនមកទេហើយបើគាត់ចូលមកភាគច្រើនមានតែក្រសួងឬមួយក៏អីគាត់ផ្ដល់ឱកាសឲ្យមួយឆ្នាំមានម្ដងឬមួយក៏អីចូលរួមតែបើសិនជាកម្មវិធីផ្សេងគឺកម្រក្នុងការអញ្ជើញគាត់មកអញ្ចឹងហាក់បីដូចជាគាត់នៅតំបន់មួយដែលមានអារម្មណ៍ថាឯកាចាអានេះជាអីដែលខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងតែម្ដងតែយើងត្រូវតែយកចិត្តទុកដាក់ក្នុងការឲ្យគាត់ចូលរួមនៅក្នុងសង្គមចូលរួមនៅក្នុងបញ្ហាតទៅជាមួយនឹងការបម្រែបម្រួលអាកាសធាតុនឹងព្រោះនៅពេលដែលគាត់ចូលរួមមកគាត់ដឹងតទៅមួយវិធីការពារខ្លួនតទៅជាមួយនឹងរឿងរ៉ាវផ្សេងដែលប្រែប្រួលអាកាសធាតុហ្នឹងអាចថាគាត់នឹងផ្សព្វផ្សាយព័ត៌មានហ្នឹងទៅកាន់អ្នកផ្ទះគាត់ទៅកាន់អ្នកនៅជុំវិញខ្លួនគាត់ឬមួយក៏អ្នកដែលមានពិការភាពផ្សេងទៀតដែលគាត់អត់បានចូលរួមកម្មវិធីហ្នឹងដែរហ្នឹងពីខ្ញុំមានតែប៉ុណ្្នឹងចា៎ អញ្ចឹងការចែករំលែកហ្នឹងជាដូចជាការចែករំលែកអំពីថាយើងធ្វើម៉េចដើម្បីឲ្យដាប់ជាមួយនឹងការប្រែប្រួលអាកាសធាតុហ្នឹងមែនទេបងចា៎វ៉ាវតាមពិតទៅនៅក្នុងសហគមន៍បងគួរតែជាក្រុមបុគ្គលដែលគួរតែយកចិត្តទុកដាក់ខ្លាំងមែនទែនដោយសារតែផលប៉ះពាល់គឺមានច្រើនខ្លាំងអញ្ចឹងតាមពិតគាត់គួរតែទទួលបានចំណេះដឹងតាក់ទងពីរឿងនឹងច្រើនមែនទែនប៉ុន្តែសោកស្ដាយដែរដូចបងបានលើកឡើងអញ្ចឹងថាជួនកាលទៅគឺខ្វះអាកាសសម្រាប់គាត់មែនទែនចាអញ្ចឹងអាចនិយាយថាតាក់ទងអំពីការផ្លាស់ប្ដូរប្រហែលជាពួកគាត់ជាអ្នករៀបចំកម្មវិធីជាច្រើនហ្នឹងគាត់គួរតែយកចិត្តទុកដាក់ទៅលើរឿងហ្នឹងបន្ថែមតាក់ទងអំពីដូចជាការបន្ថែមតម្រូវការរបស់បងអីចឹងអូខេអញ្ចឹងអាចនិយាយថាបន្តទៅទៀតបងអូនចង់ដឹងពីបងធីរីផងដែរថាដូចបងពេជ្របងបានលើកឡើងច្រើនតាក់ទងពីសំឡេងចម្រុះមកពីមជ្ឈដ្ឋានផ្សេងបងជាស្ត្រីដែលស្ថិតនៅក្នុងវិស័យវិស្វកម្មផ្នែកបរិស្ថានអញ្ចឹងតើបងគិតមិនចំពោះដំណោះស្រាយអាកាសធាតុនឹងដែរតើវាមានសារៈសំខាន់បែបម៉េចហើយឬក៏បងគិតថាសារៈសំខាន់ដែលអាចផ្ដល់នឹងអាចទៅដល់សហគមន៍ផ្សេងដូចជាទូទៅឬក៏សហគមន៍ជនដែលមានពិការភាពអីចឹងហ៎បងចាអរគុណមែនតើបានស្ដាប់ពីបងពេជ្រមិញហ្នឹងណាវាអាចនិយាយថារីម៉ាញបងដូចគ្នាដែរនៅពេលដែលបងជាសក្តិស្ត្រីម្នាក់ដែលយើងផ្ដល់ដំណោះស្រាយទៅលើបញ្ហាទឹកស្អាតនិងអនាម័យណាបងហើយក្នុងការដែលយើងជាវិស្វករបរិស្ថានហើយយើង design ប្រព័ន្ធណាមួយឬក៏យើង design បង្គន់បដាទឹកឧទាហរណ៍អញ្ចឹងចាស់ដូចគម្រោងដែលពួកយើងបានធ្វើកន្លងមកយើង design facility ឬក៏ហេដ្ឋារចនាសម្ព័ន្ធសង្គមណា
ចឹងធ្វើឲ្យបងបានគិតឡើងវិញបន្ថែមទៅទៀតពីព្រោះកាលពីមុនពួកបងដែលពេលដែលធ្វើគម្រោងចឹងគឺតែងតែគិតគូរនៅពេលដែលយើងជាវិស្វករហើយយើង design ប្លង់អីមួយយើងចោះទៅសិក្សាមួយនឹងសហគមន៍អីផ្សេងហើយក៏យើងបានសិក្សានៅក្នុងតំបន់នឹងជាក់ស្ដែងដែរថាមានស្ត្រីប្រមាណភាគរយមានជនមានវិការភាពនឹងប្រមាណភាគរយមានក្មេងៗនឹងប្រមាណភាគរយដើម្បីឲ្យយើង design ប្រព័ន្ធណាមួយទៅក្នុងនាមជាវិស្វករយើងមិនមែនគ្រាន់តែជាអ្នកគូប្លង់ហើយយើងយកទៅសាងសង់ទេប៉ុន្តែយើងត្រូវសិក្សាជាមួយនឹងសហគមន៍នឹងដូចគ្នាហើយថាតើគាត់មានបញ្ហាប្រឈមអីគេខ្លះពីការប្រែប្រួលអាកាសធាតុទាំងអស់នឹងឯងដែលធ្វើឲ្យដំណោះស្រាយរបស់យើងអាចយកទៅឲ្យគាត់ប្រើប្រាស់ទៅមានជាបរិញ្ញាបត្រផ្សេងឧទាហរណ៍ថាមានប្រគុណបរិញ្ញាបត្រអាចជនមានវិការភាពហ្នឹងគឺគាត់អាចaccessបានងាយស្រួលស្ត្រីមានផ្ទៃពោះឬក៏គិតគូរអំពីក្មេងៗនៅជុំវិញនឹងដូចគ្នាដែរហើយមែនតើទៅពីខាងបងនៅពេលដែលជាសក្តិស្ត្រីម្នាក់ក៏ធ្លាប់មានបទពិសោធន៍ស្រៀងទៅនឹងបងពេជ្រដែរតាមពិតបទពិសោធន៍ពីដើមមកបងក៏ជាអ្នកជនបទដែរអញ្ចឹងថាយើងមកពីខេត្តអីអញ្ចឹងណាបងហើយយើងយល់ឃើញថាកាលពីមុនបើនិយាយមែនតើទៅទឹកស្អាតនិងអនាម័យគឺអត់ទាន់មានដល់ជនបទទេហើយធ្វើឲ្យបងខ្លួនឯងហ្នឹងក៏ចាប់អារម្មណ៍ដែរថាឥឡូវហ្នឹងយើងរៀនចប់ហើយយើងជាវិស្វករបរិស្ថានហើយនៅពេលដែលយើងបង្កើតក្រុមហ៊ុនទៅលើដោះស្រាយលើរឿងហ្នឹងទៀតគឺធ្វើឲ្យយើងបានគិតគូរវែងឆ្ងាយទៅលើដំណោះស្រាយទឹកស្អាតនិងអនាម័យនៅជនបទជាពិសេសធ្វើឲ្យមានបរិញ្ញាបត្រទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងហើយអ្វីដែលសំខាន់ទៅទៀតនោះគឺនៅក្នុងសហគមន៍ដូចគ្នាដែរខ្ញុំអាសាចុះសហគមន៍ច្រើនមែនតើហើយខ្ញុំចូលចិត្តទៅសហគមន៍ព្រោះខ្ញុំទៅសហគមន៍ខ្ញុំបានរៀនសូត្រច្រើនពីសហគមន៍ហើយខ្ញុំបានទៅស្ដាប់សំឡេងពួកគាត់ថាតើនៅក្នុងសហគមន៍ខ្លួនគាត់ហ្នឹងនៅពេលដែលគាត់ជួបប្រទះបញ្ហាការប្រែប្រួលអាកាសធាតុផ្សេងបញ្ហាទឹកកង្វះខាតទឹកឬក៏បញ្ហាទឹកមិនស្អាតអីផ្សេងហ្នឹងតើគាត់ប៉ះពាល់អីគេខ្លះហើយថាតើយើងអាចយកបញ្ហាប្រឈមជាក់ស្ដែងរបស់គាត់នឹងមក design ឬក៏មករកដំណោះស្រាយអីជាមួយនឹងខាងអង្គការឬក៏មួយរដ្ឋាភិបាលអីមិនវិញដើម្បីឲ្យយើងទាំងអស់គ្នានឹងធ្វើការសហការគ្នាជារួមយកដំណោះស្រាយទៅកាន់ពួកគាត់ហើយយើងក៏សិក្សាបន្ថែមទៀតដែរក្នុងការផ្លាស់ប្ដូរឥរិយាបថពីព្រោះខ្ញុំទទួលស្គាល់ថាតាមពិតទៅអត់មានដំណោះស្រាយណា perfect ទេខ្ញុំទទួលស្គាល់ថាដំណោះស្រាយណាក៏ដោយក៏ត្រូវការជំហានបន្ទាប់ហើយដើម្បីឲ្យយើងទាំងអស់គ្នាទៅបានគឺការផ្លាស់ប្ដូរឥរិយាបថនឹងឯងពីមួយ step ទៅមួយ step ណាហើយតាមពិតនៅក្នុងក្រុមហ៊ុនរបស់ពួកយើងផ្ទាល់ហ្មងគឺខ្ញុំតែងតែលើកកម្ពស់ស្ត្រីនៅក្នុងភាពជាអ្នកដឹកនាំនៅក្នុងinternal ខ្លួនឯងណាហើយអញ្ចឹងយើងមានស្ត្រីភាគច្រើនសិននៅស៊ូត្រេនរបស់យើងមានស្ត្រីសង្ឃ60-70%ហើយអញ្ចឹងណាហើយជាវិស្វករស្ត្រីដូចគ្នាដែរអញ្ចឹងយើងទៅទាំងអស់គ្នាមួយផ្នែកទៀតដែលយើងគិតគូរពីសហគមន៍គឺសហគមន៍ដែលជាជនងាយរងគ្រោះដែលយើងហៅថា marginalized group ឬក៏ vulnerable group នឹងឯងដែលយើងផ្ដល់ដំណោះស្រាយភាគច្រើនទៅកាន់សហគមន៍បណ្ដែតទឹកជាពិសេសស្ត្រីឬក៏កុមារផ្សេងហើយខ្ញុំទទួលស្គាល់បងពេលខ្លះបងពេជ្រយើងព្យាយាមគិតគូរប៉ុន្តែសម័យមើលថាតើនៅក្នុងសហគមន៍លើទឹកហើយយើងគិតគូរពីប្រគុណបណ្ដែតទឹកដែលធ្វើម៉េចឲ្យ inclusive មានបញ្ញាបត្រហើយថាតើភាពដែលយើងធ្វើម៉េចដើម្បីឲ្យជនមានវិការភាពគាត់អាចទៅ access បានណាបងនិយាយទៅពេលហ្នឹងគឺថាខ្ញុំសម័យថាអូខ្ញុំគូប្លង់របៀបម៉េចខ្ញុំគួរធ្វើរបៀបម៉េចអញ្ចឹងណាប៉ុន្តែយើងសោកស្ដាយដែរពេលខ្លះដោយសារបរិបត្តិហ្នឹងគឺស្ថិតនៅក្នុងបរិបត្តិបញ្ហាប្រឈមអនាម័យពេកដែលធ្វើឲ្យយើង include ដែរប៉ុន្តែអត់អាច include 100% បានទេខ្ញុំឧទាហរណ៍ថាអត់អាចរុញអតេះបានទេព្រោះនៅលើទឹកright នៅលើទន្លេសាបហ្នឹងអញ្ចឹងវាពិបាកដែរសម្រាប់វិស្វករទៅគិតគូររឿងអស់ហ្នឹងគ្រប់ជ្រុងជ្រោយប៉ុន្តែខ្ញុំ
ទទួលស្គាល់ថាយើងអាចមាន design នៅក្នុងប្រគុណឬក៏បន្ទប់ទឹករបស់យើងនឹងមានប្រកាន់ដៃយើងមានកន្លែងលាងដៃហើយយើងមានកន្លែងដែលគាត់អាចមានឈើច្រត់អីផ្សេងៗដែលគាត់អាចទប់ទំនឹងបានគឺអាចថាពេលដែលយើងនិយាយពីបញ្ញាបានគឺមិនមែនតែជនមានប្រការភាពតតែរញតេះទេអញ្ចឹងគាត់អាចជាចាស់ជរាគាត់អាចជាក្មេងគាត់អាចជាស្ត្រីមានផ្ទៃពោះចាអញ្ចឹងជុំវិញហ្នឹងគឺយើងបានគិតគូរដែរប៉ុន្តែមិនគ្រប់ជ្រុងជ្រោយ 100% ទេព្រោះដោយសារវាបញ្ហាប្រឈមគឺនៅលើទឹកពេកចាហើយប្រចាំឆ្នាំទៀតអញ្ចឹងពិបាកចាតែយ៉ាងហោចណាស់ខ្ញុំទទួលស្គាល់ថាដំណោះស្រាយខ្លះគឺយើងអាចទៅមួយ step យើងអាច 100% បានតែប៉ុណ្្នឹងឯងប៉ុន្តែយើងព្យាយាមគិតគូរជុំវិញបរិបទហ្នឹងចាយេបងថាទៅដោយសារតែពាក្យបរិយាបន្នហ្នឹងគឺធំទលាយមែនតើដែលយើងអាចរកដំណោះស្រាយតែមួយហើយអាចធ្វើជាមួយមនុស្សគ្រប់គ្នាបានទេប៉ុន្តែយ៉ាងហោចណាស់យើងអាចចាប់ផ្ដើមពីមួយចាហ៊ានទៅមួយចាហ៊ានអីចឹងទៅហើយមួយវិញទៀតដូចបងលើកឡើងតាក់ទងអំពីការចុះទៅកាន់សហគមន៍កន្លែងហ្នឹងបងអូនស្រឡាញ់ខ្លាំងមែនតើដោយសារតែធម្មតាតតែអ្នកជួបទៅគាត់មានបទពិសោធន៍ជាមួយនឹងរឿងហ្នឹងហើយគាត់អាចប្រាប់យើងនៅ feedback ដែលផ្ទាល់អញ្ចឹងយើងអាចនិយាយថាយើងស្ដាប់ពីគាត់ហើយយើងយកមកអនុវត្តឬក៏ស្វែងរកវិធីសាស្ត្រអីមួយដែលអាចនឹងជួយបានជួយទៅដល់ពួកគាត់អញ្ចឹង yes ចាបន្ថែមពីហ្នឹងបងយើងពីព្រោះដោយសារប្រព័ន្ធចម្រោះទឹកកខ្វក់របស់យើងប្រើសកៃដូងនៅក្នុងហ្នឹងប៉ុន្តែនៅក្នុងដំណាក់កាលនៃការដំណើរការប្រព័ន្ធក៏ដូចជាការប្រើប្រាស់ឬក៏ថែទាំអីនៅក្នុងក្រុមហ៊ុនរបស់ពួកខ្ញុំតែងតែលើកទឹកចិត្តឲ្យមានស្ត្រីនៅក្នុងសហគមន៍ជាអ្នកដឹកនាំនៅក្នុងការដំណើរការប្រព័ន្ធទាំងអស់ហ្នឹងអញ្ចឹងបានន័យថាពេលដែលយើងធ្វើការមួយស្ត្រីគាត់ក៏មានភាពជាអ្នកដឹកនាំស្រាប់ហើយនៅក្នុងសហគមន៍គ្រាន់តែគាត់អត់ត្រូវបានគេផ្ដល់ឱកាសឲ្យអញ្ចឹងហេតុអីយើងអត់គ្រាន់តែនេះយើងផ្ដល់ឱកាសឲ្យគាត់ទៅអញ្ចឹងគាត់រៀនបច្ចេកទេសអីតិចតួចបន្ថែមទៀតគាត់អាចគ្រប់គ្រងដំណើរការនៅប្រព័ន្ធនឹងបានហ្មងចាហើយវាជាប្រព័ន្ធមួយដែលមានភាពសាមញ្ញដែលគាត់គ្រាន់តែមើលការថែទាំតិចតួចហើយគាត់បានបង្កើតចំណូលនៅក្នុងតំបន់របស់គាត់ឬក៏ចំណូលសម្រាប់គ្រួសាររបស់គាត់បានទៀតអញ្ចឹងដូចបងពេជ្រលើកឡើងភាគច្រើនតាក់ទងពីឧបសគ្គមួយចំនួនដែលបងបានធ្លាប់ជួបប្រទេសអីចឹងទៅហើយនៅក្នុងនោះក៏បងអូនចាប់អារម្មណ៍ជាងគេតាក់ទងអំពីការសម្រេចចិត្តអញ្ចឹងបងអូនចង់សួរបងពេជ្របន្ថែមបន្តិចតាក់ទងពីឱកាសនៅក្នុងការសម្រេចចិត្តណាតើបងគិតថាបងធ្លាប់បានចូលរួមហើយបងគិតថាឱកាសទាំងអស់ហ្នឹងគ្រប់គ្រាន់អត់សម្រាប់បងផ្ទាល់ហ្មងបងគាត់ថាអត់តាន់គ្រប់គ្រាន់ទេហើយបងជឿជាក់ថាអ្នកដែលមានពិការភាពផ្សេងទៀតក៏គាត់អាចនឹងមានចម្លើយដូចបងភាគច្រើនដែរមូលហេតុដែលបងគាត់ថាអត់គ្រប់គ្រាន់អត់តាន់គ្រប់គ្រាន់ព្រោះដោយសារតែពេលខ្លះចូលរួមកម្មវិធីខ្លះពេលយើងលើកនៅសំណើរបស់យើងនៅក្នុងការចង់ឲ្យគាត់សាងសង់អីមួយចង់ឲ្យគាត់ធ្វើអីមួយសម្រាប់អ្នកដែលមានពិការភាពដើម្បីឲ្យគាត់មានឱកាសក្នុងការចូលរួមឲ្យពេញលេញហ្មងគឺនៅមានកម្រិតឡើយឯងចាវាមិនមែនថាអត់ទាំងអស់ទេប៉ុន្តែភាគតិចមែនតើដែលសំណើនឹងទៅឲ្យបានមកលើកលែងតែមានរដ្ឋាភិបាលគាត់គិតនិយាយទៅបានលឿនចាហ្នឹងមួយហើយតាក់ទងមួយវិញទៀតគាត់ផ្ដល់ឱកាសពេលខ្លះគាត់ផ្ដល់ឱកាសឲ្យយើងចូលរួមតែតាក់ទងជាមួយនឹងការបញ្ចេញមតិយោបល់អីឬមួយក៏យោបល់ដែលបញ្ចេញមតិមកហ្នឹងគឺបាននិយាយថាដឹងឮតែនឹងហើយចប់ពីហ្នឹងគឺគាត់អត់ប្រដំណោះស្រាយដើម្បីឲ្យសំណើរបស់យើងហ្នឹងទទួលបាននៅប្រសិទ្ធភាពទេបានន័យថានៅតែក្នុងរបាយការណ៍មែនទេបងវាអត់តាន់ឃើញសាងសង់ជាក់ស្ដែងចាហើយបើប្រៅសំខាន់ហ្មងនោះគឺសម្រាប់អ្នកដែលមានពិការភាពធ្ងន់ធ្ងរត្រូវការជំនួយការនឹងឯងព្រោះគាត់ពីច្រើនគឺគាត់លើកសំណើនឹងមកគឺរៀងគេអត់តន់ហ៊ានទទួលយកភ្លាមអីចឹងឬមួយក៏ពេលខ្លះអីចឹងទៅដោយសារតែតម្រូវការរបស់គាត់រៀងខ្ញុំអាចនិយាយបានថាជាតម្រូវការពិសេសជាងគេចាហើយក៏ចំណាយក៏មិនតិចជាងគេដែរគឺច្រើនដល់ពេលចឹងទៅធ្វើឲ្យការសម្រេចចិត្តរបស់គាត់នៅមានកម្រិតនៅក្នុងការនៅពេលដែលគាត់និយាយហើយគឺគាត់ពិបាកនៅក្នុងការទទួលបាននៅអ្វីដែលគាត់ចង់បានចាអញ្ចឹងអញនិយាយថាសរុបទៅអញនិយាយថានៅមានខ្វះចន្លោះអត់គ្រប់គ្រាន់អញនិយាយថានៅមានសកម្មភាពមួយចំនួនយើងគិតថាត្រូវការបំពេញបន្ថែមច្រើនតែយ៉ាងណាយើងក៏មានក្រុម
អាចនិយាយថាមានអ្នកគិតគូរពីបញ្ហាហ្នឹងខ្លះដែរជាក់ស្ដែងដូចបងតារីបានគាត់បានលើកឡើងពីសកម្មភាពដែលបងធ្វើតាក់ទងអំពីសហគ្រិនភាពហើយមកទៅគិតគូរខ្លាំងមែនតើអំពីបរិយាបន្នអញ្ចឹងចង់បន្ថែមទៅបងតារីមិនតិចទៀតដូចដែលបងបានលើកឡើងពីការងាររបស់បងកន្លងមកអញ្ចឹងបងចង់ឲ្យបងលើកឡើងរៀងពិសេសបន្តិចតាក់ទងអំពីការងាររបស់បងនៅក្នុងគម្រោងណាមួយដែលបងចង់ចែករំលែកតាក់ទងអំពីថាការងារមួយនឹងគម្រោងមួយនឹងបងធ្វើហើយមានអារម្មណ៍ថាបងបានចូលរួមដោះស្រាយទៅលើតម្រូវការសមភាព gender និងបរិស្ថានចា៎អរគុណបើសិននិយាយពីគម្រោងស៊ូត្រីមានគម្រោងច្រើនអញ្ចឹងប៉ុន្តែខ្ញុំសូមលើកតែជាគម្រោងដែលយើងធ្វើ success ជាមួយនឹងសហគមន៍អញ្ចឹងណាគម្រោងដែលយើងលើកជាប្រគុណអនាម័យបតែទឹកសម្រាប់សហគមន៍បតែទឹកនៅស្អាងខេត្តកណ្ដាលអញ្ចឹងយើងធ្វើបានរហូតទៅដល់4ប្រព័ន្ធធំៗដែលនៅក្នុងនោះប្រព័ន្ធនីមួយៗគឺមានសមត្ថភាពដែលអាចច្រោះទឹកកខ្វក់បានរហូតដល់12ម៉ែត្រគូបក្នុងមួយថ្ងៃអញ្ចឹងសរុបទាំងអស់វា48ម៉ែត្រគូបក្នុងមួយថ្ងៃសម្រាប់សហគមន៍94គ្រួសារហើយក្នុងនោះយើងឃើញថាវាជាកម្រងមួយដែលអាចថាសម្រាប់ពួកយើងគឺជោគជ័យច្រើនព្រោះយើងគិតគូរពីសម្រាប់ស្ត្រីយើងគិតគូរពីការទទួលបានប្រគុណប្រតិទឹកឬក៏បញ្ញាបត្រសម្រាប់សហគមន៍អញ្ចឹងហើយយើងឃើញថាការចូលរួមចំណែកទៀតសោតនោះគឺថាពីសហគមន៍ផ្ទាល់តែម្ដងទាំងយើងធ្វើការជិតស្និទ្ធមែនតែនជាមួយនឹងខាងមន្ទីរអវជនបទខាងអង្គការ Water Aid Cambodia ហើយយើងឃើញថានៅក្នុងនោះគឺ local authority ខ្លួនគាត់ផ្ទាល់ហ្នឹងណាគឺគាត់មានឆន្ទៈហើយនឹងមានការតាំងចិត្តខ្ពស់មែនទែនដែលចូលរួមចំណែកហើយខ្ញុំចាប់អារម្មណ៍សំខាន់គឺថាខ្ញុំបានធ្វើការជាមួយនឹងមេឃុំស្រីអូយឡយមែនតើកាលហ្នឹងអូយវាថាបើធឹងយើងថាកម្រមែនតើណាហើយលើកទី1ដែលធ្វើការមួយមេឃុំស្រីហើយគាត់មានឆន្ទៈហើយគាត់បានចែករំលែកយើងច្រើនពីបញ្ហាប្រឈមនៅក្នុងសហគមន៍របស់គាត់ទៅបានធ្វើឲ្យយើងឃើញថាអូមានស្ត្រីនៅក្នុងសហគមន៍មានភាពជាអ្នកដឹកនាំច្រើនមែនតើហើយយើងផ្ដល់ឱកាសឲ្យគាត់គឺជាអ្នកដើរតួនាទីសំខាន់ក្នុងការចូលរួមថែទាំប្រព័ន្ធឬក៏ដំណើរការប្រព័ន្ធអីផ្សេងនឹងឯងហើយខ្ញុំគិតថាកម្រងហ្នឹងជោគជ័យពីពួកយើងទៅមិនត្រឹមតែបច្ចេកទេសទេប៉ុន្តែក៏យើងសិក្សាមួយចំនួនទៀតដែរគឺការផ្លាស់ប្ដូរអរិយាប័ត្រនៅក្នុងសហគមន៍ពីព្រោះឃើញថាអូខេមានប្រគុណបតែទឹកប៉ុន្តែបើសិនជាសហគមន៍ខ្លួនគាត់ផ្ទាល់ក៏អត់បានទៅប្រើប្រាស់ក៏អត់បានមើលការថែទាំអីជាក់ស្ដែងគឺវានៅតែជាបច្ចេកទេសអញ្ចឹងណាចាតែយើងឃើញថាការចែករំលែកជាច្រើនគឺគាត់បានទៅប្រើប្រាស់ហើយសំខាន់គឺគាត់បានយល់ដឹងពីបញ្ហាទឹកស្អាតនិងអនាម័យការទទួលបានប្រគុណអនាម័យហើយភ្ជាប់ជាមួយនោះដែរគឺគាត់បានចែករំលែកថាពីមុនគឺក្មេងៗឬក៏ស្ត្រីហ្នឹងគឺគាត់ថាក្មេងស្រីរៀងពិបាកនៅពេលដែលអត់មានបន្ទប់ទឹកអនាម័យហើយគាត់ស្ថិតនៅលើទឹកអញ្ចឹងណាហើយប៉ះពាល់ទៅដល់ក្មេងៗទៅលើជំងឺសើស្បែកបើស្ត្រីវិញគឺជំងឺរោគស្ត្រីច្រើនណាដូចបងពេជ្របានចែកម្លែកមុនហ្នឹងអញ្ចឹងហើយនៅក្នុងសហគមន៍ហ្នឹងគឺនៅពេលដែលយើងគិតគូរពីជនមានពិការភាពជាក់ស្ដែងទៅមានស្ត្រីរហូតដល់60%ដែលនៅក្នុងគម្រោងបានចូលរួមណាបងហើយបើពិការភាពវិញពេលនោះផងដែរគឺយើងមានចំនួនតែ94ក្នុងផ្ទះហ្នឹងមានចំនួនតិចទេព្រោះដោយសារតែមានដូចជាម្នាក់2នាក់អីទេចាអញ្ចឹងក៏យើងបានបញ្ចូលធាតុចូលនៅក្នុងការ design ប្រព័ន្ធរបស់យើងដែរដែលដោយសារវាអត់មានច្រើនអញ្ចឹងក៏យើងអត់បាន include ការរុញអតេសកើតណាអញ្ចឹងយើងបានតែចាស់ជរាយើងបានតែស្ត្រីហើយនិងកុមារអីអញ្ចឹងទៅចាហើយគ្រាន់ថាមានប្រកាន់ដៃមានអីផ្សេងហើយក្នុងនោះផងដែរយើង design plan gravel filter ដែលយើងដាំរុក្ខជាតិជុំវិញប្រព័ន្ធរបស់យើងនៅលើទឹកហ្នឹងដើម្បីបង្កើតសោភ័ណភាពឲ្យនៅក្នុងសហគមន៍របស់គាត់មានភាពចម្រុះហើយជាការល្អមួយដែរដែលកាត់បន្ថយក្លិនកាត់បន្ថយពណ៌របស់ទឹកហើយធ្វើឲ្យបញ្ហាប្រែប្រួលអាកាសធាតុផ្សេងហ្នឹងជុំវិញបរិបទហ្នឹងគឺវាកាត់បន្ថយទៅលើការបំពុលទៅជីវៈចម្រុះមួយដែរចា៎អ្វីដែលយើងឃើញភាពជាក់ស្ដែងទៅកាលពីមុនបើ
បន្ទាប់ពីគម្រោងហ្នឹងក៏យើងមានគម្រោងនៅសាលាបតែទឹកនៅខេត្តសៀមរាបដែរអញ្ចឹងគម្រោងសាលាបតែទឹកហ្នឹងវិញធម្មតាយើងធ្វើការមួយក្មេងៗដឹងស្រាប់ហើយថាប្រកាសថានៅក្នុងសាលារៀនយើងគិតគូរបប្រតិបត្តិ design ប្រព័ន្ធហ្នឹងផ្សេងទៀតក្រៅពីសហគមន៍បតែទឹកប៉ុន្តែយើងចាប់អារម្មណ៍ថាក្មេងៗត្រូវការអីគេខ្លះហើយយើងគិតគូរពីធម្មតាបងបើក្មេងស្រីនៅពេលដែលគាត់មានរដូវអីផ្សេងយើងគួរ design របៀបម៉េចដើម្បីឲ្យគាត់អាចទៅប្រើប្រាស់បានហើយមានសុវត្ថិភាពក្នុងការមានទឹកស្អាតក្នុងការប្រើប្រាស់ឬក៏អីផ្សេងហ្នឹងចា៎ ចាអញ្ចឹងអាចនិយាយថាតាមរយៈការងាររបស់បងភាគច្រើនតកតងជាមួយនឹងការសាងសង់ប្រគុណហើយបើតាមអីដែលបងអូនស្ដាប់មកមានអារម្មណ៍ថាវាតកតងអំពីការធ្វើឲ្យមានចម្រុះភាពនិងរួមបញ្ចូលមនុស្សជាច្រើនចូលគ្នាដល់ពេលអញ្ចឹងយើងអាចថាសម្រាប់បងអូនពេលដែលបងអូនស្ដាប់ទៅវាដូចជាការអប់រំមួយយ៉ាងតាមរយៈការសាងសង់មង្គលនេះប៉ុន្តែហើយអ្នកគាត់ដឹងថាមនុស្សចាស់គាត់ត្រូវការប្រកាន់ដៃឬក៏ថ្ងៃមុខទៀតបើសិនជាយើងអាចមានអីអភិវឌ្ឍទៅទៀតទៅមនុស្សគាត់កាន់តែដឹងថាមនុស្សប្រភេទផ្សេងគ្នាគាត់ត្រូវការតម្រូវការខុសៗគ្នាហើយដូចបងលើកឡើងដូចថាក្មេងស្រីអីចឹងទៅជួនកាលទៅគាត់ត្រូវការអនាម័យឬក៏តម្រូវការផ្សេងដូចជាការមករបស់គាត់អីចឹងដែរចាអញ្ចឹងអរគុណបងហើយពីហ្នឹងបងគិតថាពីបច្ចេកទេសទៅពួកបងអត់គ្រាន់តែជាអ្នកផ្ដល់បច្ចេកទេសទេប៉ុន្តែយើងក៏ផ្ដល់វគ្គបណ្ដុះបណ្ដាលដែរអញ្ចឹងការផ្លាស់ប្ដូរអរិយាប័ត្រវាសំខាន់ណាស់ហើយការបណ្ដុះបណ្ដាលគឺដើរតួនាទីមួយដើម្បីឲ្យគាត់យល់ដឹងប៉ុន្តែនៅពេលដែលយើងបណ្ដុះបណ្ដាលយើងមិនបណ្ដុះបណ្ដាលតែបច្ចេកទេសក្នុងការប្រើប្រាស់ប្រគុណអនាម័យជាមួយនឹងប្រព័ន្ធចម្រោះទឹកកខ្វក់របស់យើងឯងប៉ុន្តែយើងបណ្ដុះបណ្ដាលតាំងពីការទទួលបានទឹកស្អាតការរស់នៅស្អាតធ្វើមិនគ្រប់គ្រងនៅពេលដែលស្ត្រីមករដូវអីផ្សេងហើយជាមួយនឹងបរិបត្តិបរិស្ថានស្អាតទាំងមូលតែម្ដងទាំងសម្រាមទាំងអីដែរអញ្ចឹងណាចាអញ្ចឹងយើងបញ្ចូលធាតុចូលជាច្រើននៅក្នុងវគ្គបណ្ដុះបណ្ដាលរបស់យើងដើម្បីឲ្យសហគមន៍គឺគាត់ធ្វើម៉េចឲ្យគាត់យល់ដឹងហើយមានភាពល្អប្រសើរទៅទាំងអស់គ្នាអញ្ចឹងណាចាចឹងបន្ថែមពីអីដែលបងពេជ្របាននិយាយមកបងចង់សួរបន្ថែមតិចទៀតថាបងបានគិតថាមានការអនុវត្តបែបណាដែលគួរតែយកមកប្រើប្រាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បងហើយតើវាអាចនឹងមានប្រសិទ្ធភាពប៉ុណ្ណាដើម្បីចូលរួមជាមួយនឹងសកម្មភាពអាកាសធាតុចាអូនចាអរគុណច្រើនសម្រាប់សំណួរដើម្បីឆ្លើយតបទៅនឹងការផ្ដល់ឱកាសក្នុងការឲ្យអ្នកដែលមានពិការភាពមិនថាបងមិនថាអ្នកដែលមានពិការភាពផ្សេងទៀតនៅក្នុងសហគមន៍នីមួយទី1នោះសម្រាប់បងទស្សនៈរបស់បងផ្ទាល់តែម្ដងគឺតកតងជាមួយនឹងការគិតគូរហេដ្ឋារចនាសម្ព័ន្ធដែលនៅជុំវិញគាត់ដែលនៅជុំវិញកន្លែងគាត់ទៅចូលរួមហើយមួយវិញទៀតដោយសារតែប្រភេទពិការភាពរបស់ពួកគាត់មានលក្ខណៈខុសគ្នាអញ្ចឹងតម្រូវការរបស់ពួកគាត់ក៏រៀងផ្សេងគ្នាដែរជាក់ស្ដែងសម្រាប់អ្នកដែលមានពិការភាពគាត់ខ្លងគឺតម្រូវឲ្យគាត់ត្រូវតែមានអ្នកបកប្រែភាសាសញ្ញាទៅជាមួយហើយដើម្បីឲ្យគាត់ទទួលបាននៅព័ត៌មានដែលនៃកម្មវិធីគាត់រៀបចំឬមួយក៏ខាងភាគីដែលពាក់ព័ន្ធគាត់រៀបចំហើយមួយវិញទៀតសម្រាប់អ្នកដែលមានពិការភាពភ្នែកតទៅជាមួយនឹងឯកសារមួយចំនួនអាចថាមានតទៅជាមួយនឹងអក្សរប្រែបើសិនជាអត់មានទេឬមួយក៏យើងអាចមានជាមួយការម្នាក់នៅក្បែរគាត់ដើម្បីជួយប្រាប់គាត់ដើម្បីងាយស្រួលនៅក្នុងការឲ្យគាត់ទទួលបានព័ត៌មានដែលយើងបញ្ជូនទៅឲ្យគាត់នឹងបានល្អប្រសើរហើយមួយវិញទៀតសម្រាប់អ្នកដែលមានពិការភាពធ្ងន់ធ្ងរគឺអាចថាលក្ខណៈពិសេសដូចបងរៀបរាប់ខាងលើមកអញ្ចឹងទី1គឺអាចថាជួយផ្ដល់ជាជំនួយការសម្រាប់ពួកគាត់អីគាត់ទៅជួយដល់បងដែលមានពិការភាពហើយមួយវិញទៀតតទៅជាមួយនឹងមធ្យោបាយធ្វើដំណើរគឺឲ្យគាត់បានចូលរួមដោយពេញលេញហើយអីដែលចម្លែកមួយទៀតគឺបន្ទប់ទឹកដែលបង្កលក្ខណៈងាយស្រួលសម្រាប់ពួកគាត់ជាក់ស្ដែងដូចបងដែលមានពិការភាពធ្ងន់ធ្ងរគាត់ត្រូវការជំនួយការអញ្ចឹងនៅពេលដែលបន្ទប់ទឹកហ្នឹងរៀងទ្វីរៀងទូចពេកអញ្ចឹងក៏គាត់ពិបាកនៅក្នុងការបីបងដែលមានពិការភាពចូលបន្ទប់ទឹកដែរអញ្ចឹងដើម្បីឲ្យគាត់បានចូលរួមទាំងអស់គ្នាដល់យើងព្យាយាម design ព្យាយាមធ្វើអីដើម្បីឲ្យគាត់គិតថាគាត់
អាចនឹងបានចូលរួមដោយពេជ្រលេងហើយគាត់នឹងនិយាយតាក់ទងជាមួយនឹងផលលំបាកឬមួយក៏អ្វីដែលគាត់សំណូមពរទៅកាន់គាត់នឹងដោយអានឹងបែបមានន័យថាពេលគាត់និយាយទៅគាត់អត់មានអារម្មណ៍មួយថាជាសម្ពាធឬមួយក៏បែបលក្ខណៈថានៅពេលដែលគាត់និយាយទៅមិនដឹងថាបានទទួលបានឬមួយក៏អត់អីចឹងចា៎ហ្នឹងជាអ្វីដែលជាចម្លើយរបស់ខ្ញុំហើយមួយវិញទៀតនោះដែរគឺជាអីដែលយើងរួមគ្នាក្នុងការផ្សព្វផ្សាយតទៅជាមួយនឹងព័ត៌មានពាក់ព័ន្ធជាមួយនឹងការបម្រែបម្រួលអាកាសធាតុនឹងបានច្រើនដើម្បីឲ្យពួកគាត់ទទួលបាននៅវិធីការពារខ្លួនចា៎តាមពិតទៅវេទិកាដែលនិយាយតាក់ទងពីសកម្មភាពអាកាសធាតុហ្នឹងគួរតែលើកទឹកចិត្តឲ្យពួកបងចូលឲ្យបានច្រើនចឹងហើយគួរតែបង្កភាពងាយស្រួលឲ្យបានទៅដល់បងឲ្យបានច្រើនចាដូចជាសហគមន៍បងផងដែរអញ្ចឹងបកមកបងថារីបងមានជាដំណោះស្រាយអីដែលចង់បន្ថែមទៅលើការរចនាប្រកបដោយបរិយាបន្នដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រប់ gender ឬក៏គ្រប់សហគមន៍អញ្ចឹងហ៎បងចាអរគុណមិញហ្នឹងបងក៏សូមឆ្លើយតបជាមួយនឹងបងពេជ្រដែរហើយខ្ញុំសប្បាយចិត្តមែនទែនដែលកម្មវិធី Breakthrough Bring Us Today ណាបងបានស្ដាប់បន្ថែមពីបងពេជ្រពាក់ព័ន្ធមួយនឹងបញ្ហាប្រឈមភាគច្រើនជាមួយនឹងជនមានពិការភាពហើយអីដែល reflect ខ្ញុំមកវិញគឺធ្វើខ្ញុំបាន idea ជាច្រើនបន្ថែមទៀតក្នុងការ design ប្រព័ន្ធបញ្ញាបត្រសម្រាប់ប្រព័ន្ធចម្រោះទឹកកខ្វក់របស់ពួកយើងឬក៏សម្រាប់សហគមន៍ផ្សេងទៀតដែលពួកយើងកំពុងតែដំណើរការឬក៏កំពុងតែផ្ដល់ជាផលជះវិជ្ជមានទៅកាន់សង្គមណាបងហើយផ្ដោតសំខាន់ដែលបងបានចែកម្លែកថាដោយសារជនមានពិការភាពគឺមានភាពផ្លែកគ្នាហើយធ្វើឲ្យខ្ញុំបាន consider ផ្នែកដែលបងបញ្ជាក់មិញហ្នឹងគឺថាប្រគុណធ្វើម៉េចមានទ្វារធំតូចណាបងតាមពិតពេលដែលពួកយើង design ប្លង់ជូនទៅសហគមន៍ណាដូចគ្នាដែរពួកយើងគិតទៅមើលជា guideline របស់ក្រសួងឬក៏ជា guideline គេហៅថាគោលការណ៍ណែនាំរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនហើយនឹងរបស់ក្រសួងរបស់យើងថាតើគាត់មានគោលការណ៍ណែនាំ design ប្រគុណបញ្ញាបត្ររបៀបម៉េចទំហំទ្វារប៉ុណ្ណាជម្រៅជម្រាលឬក៏អីហ្នឹងប៉ុណ្ណាដើម្បីឲ្យស័ក្តិសមជាមួយនឹងការដែលងាយស្រួលទទួលបានថាគាត់ងាយស្រួល access គាត់ងាយស្រួលក្នុងការទៅប្រើប្រាស់នៅហេដ្ឋារចនាសម្ព័ន្ធសង្គមទាំងអស់ហ្នឹងយើងអត់ចង់ឲ្យផ្ដោតតែទៅរឿងប្រគុណមួយមុខទេប៉ុន្តែយើងចង់ឲ្យឃើញសហគមន៍ហ្នឹងមាន inclusive ឬក៏មានបញ្ញាបត្រហ្នឹងគឺគ្រប់ផ្នែកទាំងអស់ដែលសំឡេងពួកគាត់ត្រូវបានយកទៅក្នុងការ design ឬក៏ក្នុងការសម្រេចនៅ policy ឬក៏គិតគូរឲ្យបានវែងឆ្ងាយនៅក្នុងសង្គមមួយដែលយើងត្រូវរស់នៅពឹងផ្អែកគ្នាទៅវិញទៅមកអញ្ចឹងណាព្រោះខ្ញុំគិតថាធ្វើឲ្យសហគមន៍របស់យើងគឺមានភាពចម្រុះអញ្ចឹងយើងយ៉ាងណាមិញក៏យើងត្រូវតែរស់នៅពឹងផ្អែកគ្នាទៅវិញទៅមកអញ្ចឹងណាហើយចង់ឲ្យ everyone see is of a opportunity ក្នុងការរៀនសូត្រពីគ្នា learn ពីគ្នាហើយយើងសហការគ្នាធ្វើម៉េចដើម្បីឲ្យវាមានភាពល្អប្រសើរទាំងអស់គ្នាយ៉ាហើយមិញហ្នឹងឆ្លើយតបទៅសំណួរមិញហ្នឹងគឺថាបងមានអីបន្ថែមទៅទៀតអត់នៅក្នុងពេលដែលពួកយើងគិតគូរបន្ថែមពីខ្លះហើយតែគ្រាន់តែថាវាមិនបានទាំងអស់ហើយគ្រប់ជ្រុងជ្រោយហើយអ្វីដែលបងចង់ចែកម្លែកបន្ថែមក្នុងនាមខ្លួនឯងជាសក្តិស្ត្រីនៅក្នុងវិស័យបរិស្ថានក៏ដូចជាចូលរួមចំណែកក្នុងការគិតគូរពីរឿង inclusive នៅក្នុងសង្គមណាបងមិនចង់ឲ្យតែបងម្នាក់ជាអ្នកធ្វើការងារហ្នឹងឯងហើយបងក៏គិតថាចង់ឲ្យចែកម្លែកទៅគឺថាអ្វីដែលយើងចង់លើកឡើងដោយបងពេជ្របានលើកឡើងដោយខាងបងបានលើកឡើងថាសក្តិស្ត្រីដើរតួនាទីសំខាន់ប៉ុន្តែស្ត្រីផ្សេងទៀតមិនថាគាត់ធ្វើការនៅក្នុងវិស័យអីក៏ដោយក៏គាត់ដើរតួនាទីសំខាន់ជាមានភាពជាអ្នកដឹកនាំនៅក្នុងគ្រប់វិស័យទាំងអស់នៅក្នុងសង្គមរបស់យើងដែរអញ្ចឹងខ្ញុំចង់ឲ្យមានជាឱកាសមានជាការលើកទឹកចិត្តមានជាការស្ដាប់សម្លេងគាត់ឲ្យបានច្រើនហើយពិសេសលើកជាឱកាសឲ្យគាត់បានក្លាយជាអ្នកដឹកនាំពេញលេញកុំគ្រាន់តែជាអ្នកដឹកនាំមួយនៅក្នុងតួនាទីប៉ុន្តែអត់ឲ្យគាត់ជាអ្នកសម្រេចចិត្តគឺរឿងហ្នឹងក៏អត់អាចធ្វើទៅបានដែរពីព្រោះដោយសារអីដោយសារជួនកាលទៅគេគ្រាន់តែលើកគាត់ជាតួនាទីហ្នឹង
ជាភាពដឹកតួនាទីជាអ្នកដឹកនាំប៉ុន្តែការសម្រេចចិត្តគឺគាត់អត់អាចសម្រេចចិត្តបានគាត់អាចបញ្ចេញមតិបានអីផ្សេងគឺយើងអត់អាចបង្កើតសង្គមនឹងជាសង្គមមួយដែលមានភាពចម្រុះបានទេហើយខ្ញុំខ្លួនខ្ញុំផ្ទាល់ខ្ញុំធ្វើការច្រើនជាមួយនឹងស្ត្រីជាមិនថាជាសហគ្រិនមិនថាជាសហគមន៍ស្ត្រីមិនថាជា local authority ឬក៏អាជ្ញាធរភូមិឃុំស្ត្រីអីភាគច្រើនដែលយើងធ្វើការជាមួយគឺយើងឃើញថាទាំងអស់គ្នាហ្នឹងឯងដែលចូលរួមចំណាយធ្វើឲ្យបរិបត្តិហ្នឹងមានភាពល្អប្រសើរសម្រាប់សង្គមហើយពីខ្ញុំទៅផ្ទាល់ខ្ញុំចង់ឲ្យបន្ថែមទៅទៀតបើថាឥឡូវហ្នឹងយើងទទួលបានប៉ុណ្ណឹងហើយប៉ុន្តែយើងចង់ឃើញភាពល្អប្រសើរជាងហ្នឹងទៅមុខហើយបន្ថែមគឺបងឃើញថាដោយសារចែកម្លែកដែរដោយសារសហគ្រិនស្ត្រីនៅក្នុងវិស័យបរិស្ថានហ្នឹងមានភាពកម្រអញ្ចឹងបងពិតជាចង់ឲ្យសង្គមរបស់យើងចាប់ផ្ដើមយកចិត្តទុកដាក់ហើយស្ត្រីខ្លួនឯងហ្នឹងគឺហ៊ានធ្វើអីដែលថ្មីហ៊ាន break through អា comfort zone ខ្លួនឯងហ្នឹងធ្វើអីដែលថ្មីចាប់ផ្ដើមភាពចំណិតដឹកនាំខ្លួនឯងគឺចេញពីយើងនឹងឯងអត់ចាំបាច់ចេញពីណាគេឲ្យតម្លៃយើងទេប៉ុន្តែខ្លួនយើងហ្នឹងគឺចាប់ផ្ដើមឲ្យតម្លៃខ្លួនឯងហើយយើង break through អា comfort zone ដែលយើងធ្លាប់មានកន្លងមក and we be woman will become a leader step by step ហើយប៉ុន្តែនៅក្នុងសង្គមមួយដែលស្ត្រីខ្លួនឯងមានភាពជាអ្នកដឹកនាំហើយប៉ុន្តែអត់មានការគ្រប់គ្រងនៅក្នុងបរិបទហ្នឹងក៏យើងបាត់បង់ឱកាសដែរអញ្ចឹងចង់ឲ្យសង្គមហ្នឹងឲ្យឱកាសបន្ថែមទៅលើនឹងទៀតមានទាំងច្បាប់ជួយលើកកម្ពស់ស្ត្រីនៅក្នុងភាពជាអ្នកដឹកនាំមានទាំងសហគ្រិនស្ត្រីចូលរួមចំណាយនៅក្នុងការអភិវឌ្ឍសង្គមហើយបន្ថែមទាំងបញ្ចូលទៅក្នុងសង្គមមួយដែលមានបញ្ញាបត្រដោយការសិក្សាពីជនមានពិការភាពឬក៏ស្ត្រីចាស់ជរាអីផ្សេងៗទាំងអស់ហ្នឹងហើយសង្ឃឹមថាកម្មវិធីហ្នឹងនឹងបានជាសម្លេងមួយមិនធំទេបងជឿថាវានៅមានរឿងច្រើនទៀតដែលត្រូវធ្វើដើម្បីឲ្យសង្គមមួយប្រសើរប៉ុន្តែចំណុចតូចៗដែលយើងទាំងអស់គ្នាចាប់ផ្ដើមនឹងឯងយើងធ្វើការទាំងអស់គ្នាទៅមានសំណួរមួយដែលបងតែងតែចោទសួរនៅក្នុងកម្មវិធីថានៅពេលដែលយើងនិយាយពីស្ត្រីភាគច្រើនប៉ុន្តែចុះបរោះហ៎ហេតុអីក៏យើងអត់លើកកម្ពស់គាត់ផងតាមពិតទៅសង្គមហ្នឹងគឺត្រូវមានភាពចម្រុះទាំងអស់គ្នាអត់ប្រកាសថារាល់តែស្ត្រីមានភាពជាអ្នកដឹកនាំហើយគាត់ខ្លាំងគ្រប់រឿងឯងអត់ទេគឺគាត់ក៏ត្រូវតែពឹងផ្អែកទៅលើបរោះដែរប៉ុន្តែគ្រាន់តែនៅក្នុងសង្គមហ្នឹងចង់ឲ្យគាត់ support គ្នាទៅវិញទៅមកគាត់ឲ្យតម្លៃគ្នាទៅវិញទៅមកគាត់ធ្វើការជាមួយគ្នាទៅវិញទៅមកទៅធ្វើឲ្យវាមានភាពប្រសើរឡើងហើយជោគជ័យទាំងអស់គ្នាដូចគម្រោងខ្លះបងធ្វើការមួយស្ត្រីភាគច្រើនប៉ុន្តែបងក៏ស្ដាប់សម្លេងពីបរោះដែរហើយបើបងអត់បានជាងបរោះអត់បានវិស្វករបរោះអត់បានវិស្វករស្ត្រីធ្វើការមួយគ្នាវាអត់មានភាពចម្រុះយល់ទេអញ្ចឹងយើងត្រូវតែ bring ពួកគាត់មក in a table ហើយ discuss គ្នាដើម្បីធ្វើថាមើលថាតើទម្រង់នឹងជោគជ័យបានដោយរបៀបណាណាអញ្ចឹងហើយដែលវាធ្វើឲ្យមានភាពចម្រុះនៅក្នុងសង្គមចាដូចបងលើកឡើងអញ្ចឹងពាក្យថាសង្គមមួយម៉ាត់មិនមែនមានមនុស្សតែមួយប្រភេទទេអាចមានច្រើនគ្រប់ gender ហើយចម្រុះខ្លាំងមែនតើអញ្ចឹងការរស់នៅរបស់យើងគួរតែពឹងពាក់គ្នាហើយអីដែលបងចាប់បានតកតងអំពីការឆ្លើយតបរបស់បងហ្នឹងគឺតកតងអំពីការបង្កើតដំណោះស្រាយវាអាចកើតឡើងខ្លាំងមែនតើតកតងអំពីការផ្ដល់ឱកាសនិងការលើកទឹកចិត្តជាក់ស្ដែងដូច podcast របស់យើងថ្ងៃហ្នឹងក៏ជាការលើកទឹកចិត្តមួយដែរតាមរយៈអីដែលបងពេជ្របងថារីនិយាយគឺ really inspire វាលើកទឹកចិត្តទៅដល់សូម្បីតែបងអូនជាហោក៏មានអារម្មណ៍ថាត្រូវបានគេលើកទឹកចិត្តនៅក្នុងការបង្កើតអ្វីមួយថ្មីដើម្បីចូលរួមដល់ការលើកកម្ពស់បរិយាបន្នក្នុងសង្គមអញ្ចឹងជាពិសេសនៅក្នុងវិស័យបរិស្ថាននឹងដូចគ្នាចាបងអញ្ចឹងមុននឹងយកបញ្ចប់ podcast បងមានអីចង់បន្ថែមអត់បាទសម្រាប់ខ្ញុំដូចបងមានប្រសាសន៍អញ្ចឹងសង្គមមួយគឺត្រូវបានត្រូវតែមានភាពចម្រុះប្រៀបបានដូចជាសួនផ្កាមួយចាបើសិនជាមានតែផ្កាតែមួយមុខក៏មើលទៅដូចជាដូចខ្វះអីម្យ៉ាងអញ្ចឹងត្រូវតែមានផ្កាជាច្រើនហើយផ្កាជាច្រើនហ្នឹងយើងរៀបទៅតាមថ្នាក់ប្រៀបបានដូចជាតកតងជាមួយនឹងសុភាសិតខ្មែរឈើវាធ្វើកង់ឈើត្រង់ធ្វើកម្មអញ្ចឹងតើតើជាមួយនឹងអ្នកដែលមានពិការភាពវិញគឺដើម្បីឲ្យគាត់មានឱកាសនៅក្នុងការចូលរួមក្នុងសង្គមនៅក្នុងការបញ្ចេញនៅសក្តានុពលរបស់គាត់ដល់យើងដាក់
គាត់ឬមួយក៏យើងសួរតើតើជាមួយនឹងចំណងចំណូលចិត្តរបស់គាត់ជំនាញរបស់គាត់ក៏ចាប់អារម្មណ៍ទៅលើជំនាញអីផ្នែកអីដើម្បីឲ្យគាត់ទៅធ្វើនៅជំនាញហ្នឹងទៅវាសមស្របទៅនឹងសមត្ថភាពរបស់គាត់ហើយអាចនឹងគាត់ទទួលបាននៅមិនរងនៅសម្ពាធអីផ្សេងចាហើយជាផ្នែកមួយក្នុងការផ្ដល់ឱកាសឲ្យហើយមួយវិញទៀតគឺខ្ញុំសង្ឃឹមក៏ដូចជាជឿជាក់ថាភាគីពាក់ព័ន្ធនឹងផ្ដល់ឱកាសទៅកាន់អ្នកដែលមានពិការភាពផ្សេងទៀតដែលគាត់មានសមត្ថភាពនៅក្នុងការកាន់នៅមុខតំណែងអីមួយនៅក្នុងសហគមន៍របស់គាត់ឧទាហរណ៍ដូចបងមានប្រសាសន៍មិញអញ្ចឹងមានតែស្ត្រីទេដែលគាត់យល់ពីស្ត្រីដូចគ្នាអញ្ចឹងក្នុងន័យហ្នឹងការងារហ្នឹងមិនមែនតែស្ត្រីក៏មានបរិបទដែរប៉ុន្តែក្នុងន័យខ្ញុំចង់លើកឡើងនេះគឺបើតកតងជាមួយនឹងពិការភាពបើមានអ្នកដែលមានពិការភាពមួយនៅក្នុងគម្រោងមួយហ្នឹងគឺការតែធ្វើឲ្យគម្រោងមួយហ្នឹងកាន់តែល្អប្រសើរពួកគាត់ដឹងតទៅជាមួយនឹងអាចថាអ្នកពិការភាពហើយនឹងអ្នកពិការភាពដូចគ្នាអញ្ចឹងទៅគាត់ដឹងពីតម្រូវការរបស់គាត់ចា៎ហើយមួយវិញទៀតមានតែបង្កើនការផ្សព្វផ្សាយនឹងឲ្យបានច្រើនដើម្បីឲ្យគាត់មានឱកាសក្នុងការទទួលព័ត៌មានហើយក៏លើកទឹកចិត្តទៅកាន់អ្នកដែលមានពិការភាពផ្សេងទៀតធម្មតាបើអ្នកផ្សេងគាត់ផ្ដល់ឱកាសឲ្យតែយើងអត់ផ្ដល់ឱកាសឲ្យខ្លួនឯងក៏ពិបាកដែរពិបាកធ្វើឲ្យក្តីស្មៃដែលគាត់ចង់បាននឹងខ្លាយទៅជាក្តីសម័យមួយឬមួយក៏រឿងរ៉ាវមួយដែលល្អប្រសើរដែរអញ្ចឹងទាមទារឲ្យគាត់នឹងព្យាយាមជំនះនៅឧបសគ្គទាំងអស់ហ្នឹងដែរទៅអាចដើរទៅលើវិថីមួយហ្នឹងល្អប្រសើរបានចា៎សម្រាប់ខ្ញុំមានតែប៉ុណ្ណឹងចាចុះបងថារីបងពេជ្របានបកស្រាយច្រើនមែនតើហើយចុងក្រោយមិនជាអីវិញឆ្ងាយទេព្រោះដោយសារបងពេជ្រក៏បានបន្ថែមច្រើនហើយអញ្ចឹងពីបងទៅគ្រាន់តែថាបងពីដំបូងគឺគិតថាចង់លើកជា3ចំណុចធំតាមពិតនៅក្នុងការផ្ដល់ឱកាសអីមួយគឺបងចង់ឲ្យមិនថាស្ត្រីនៅក្នុងវិស័យបរិស្ថានឬក៏សង្គមរបស់យើងមានភាពចម្រុះទាំង inclusive ឬក៏យើងនិយាយពីបញ្ញាបត្រហ្នឹងឯងប៉ុន្តែខ្ញុំចង់ឲ្យយើងផ្ដើមចេញពីខ្លួនឯងថាយើងខ្លួនឯងហ្នឹងពងធ្វើអីពេលបច្ចុប្បន្នហើយចង់បានអីអញ្ចឹងឃើញសង្គមនឹងបែបម៉េចអញ្ចឹងណាអញ្ចឹងយើងតតែយើងខ្លួនឯងខ្លាយទៅជាមនុស្សម្នាក់ដែលមានតម្លៃនៅក្នុងសង្គមហើយយើងធ្វើខ្លួនឯងឲ្យតម្លៃខ្លួនឯងទៅក្នុងសង្គមហើយបានយើងចាប់ផ្ដើមរកអីដែលបន្តបន្ទាប់ទៀតត្រូវការប្រព័ន្ធក្នុងការ support ប្រៀបដូចទៅជាបងពេជ្រមិញហ្នឹងណាបងពេជ្រប្រៀបធៀបទៅដូចជានឹងសួនច្បារមួយដែលមានភាពចម្រុះពណ៌មានផ្កាគ្រប់ប្រភេទទៅធ្វើឲ្យសង្គមហ្នឹងវាល្អប្រសើរដូចគ្នាប៉ុន្តែបងសុំលើកពីព្រៃវិញវាថាព្រៃមួយដែលមានដើមឈើគ្រប់ប្រភេទដើមឈើតូចធំហើយមានវល្លិមានអីគឺត្រូវពឹងផ្អែកគ្នាទៅវិញទៅមកហើយមិនថាឡើយសំបីតែដើមឈើមួយដែលងាប់ទៅហើយក៏វាមានប្រយោជន៍របស់វាដែរដែលវាទៅជាជីសម្រាប់ដើមឈើធំផ្សេងទៀតអញ្ចឹងវាប្រៀបដូចជាសង្គមដែលយើងត្រូវការភាពចម្រុះនឹងដូចគ្នាមិនថាទាំងស្ត្រីមិនថាទាំងបុរសឬក៏gender ផ្សេងទៀតទេពីព្រោះអីទាំងអស់ហ្នឹងឯងដែលចូលរួមចំណែកធ្វើឲ្យយើងឃើញមានភាពចម្រុះកើតឡើងហើយចាប់ផ្ដើមពីយើងខ្លួនឯងចាប់ផ្ដើមពីសង្គមគ្រួសារយើងក៏រហូតទៅដល់សង្គមមួយដែលសហគមន៍យើងជាមួយនឹងប្រទេសទាំងមូលដែលយើងចង់ឃើញវាមានភាពល្អចា៎ចឹងបន្ទាប់ពីការជជែកជាមួយនឹងភ្ញៀវពិសេសរបស់យើងទាំងពីររូបយើងមើលឃើញថាបញ្ហាការប្រែប្រួលអាកាសធាតុគឺជាផលប៉ះពាល់ជាច្រើនដល់យើងទាំងអស់គ្នាហើយវាកាន់តែផ្ដល់ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅដល់ក្រុមជនងាយរងគ្រោះដែលនៅក្នុងនោះមានដូចជាស្ត្រីក្មេងស្រីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាជនដែលមានពិការភាពនិងផ្សេងទៀតបញ្ហាទាំងនេះតម្រូវឲ្យមានដំណោះស្រាយប្រកបដោយបរិយាបន្នដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ហើយចាំបាច់ខ្លាំងមែនទែននៅក្នុងការបង្កជាលក្ខណៈងាយស្រួលក៏ដូចជាបង្កើនលទ្ធភាពនៃការចូលរួមនៃតំណាងចម្រុះនៅក្នុងការបង្កើតនៅដំណោះស្រាយទាំងនោះហើយសម្រាប់អ្នកទស្សនារបស់យើងវិញសូមកុំភ្លេចរងចាំអេពីសូតបន្ទាប់ដែលយើងនឹងនិយាយអំពីស្ត្រីផ្ដល់ភាពអង់អាចដល់ស្ត្រីក្នុងសកម្មភាពអាកាសធាតុ
ចឹងអាចនិយាយថាដោយសារតែយើងឈានមកដល់ទីបញ្ចប់ហើយចឹងសូមអរគុណមែនទែនទៅកាន់បងពេជ្រក៏ដូចជាបងធារីដែលបានចូលរួមជាមួយទម្លុះនៅក្នុងការចែករំលែកបទពិសោធន៍ក្នុងការផ្ដល់ភាពអង់អាចដល់ស្ត្រីក៏ដូចជាយុវជនក្នុងសកម្មភាពអាកាសធាតុចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមលើកកម្ពស់សមភាព gender ហើយចូលរួមកាត់បន្ថយភាពងាយរងគ្រោះរបស់ស្ត្រីអំពីបញ្ហាអាកាសធាតុផ្ដើមពីយើងឈរដើម្បីស្ត្រីអរគុណអ្នកទាំងអស់គ្នាបាយបាយ